បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះគឺខ្ញុំមានដុំបាទដុំប្រភេទថ្មជួសជុលទេបាទនៅខេត្តជាមួយគ្នាទេគ្រាន់ថាយើងលឡងទីរួមខេត្តបាទខ្ញុំនៅខាងជើងទីរួមខេត្តគាត់នៅដំបូងអញ្ចឹងបងប្អូនណាបាទអញ្ចឹងឆ្ងាយខ្ញុំទូសំដែរដាក់តាមរយៈអន្តរ2ថ្ងៃហើយឆ្លើយតបនឹងសំណួររបស់បងនៅខាងព្រៃវែងក៏ដូចជាបងច្រើនគាត់សួរថាពួកប្រើថ្មមើលទៅដូចជាខ្លាំងជាងពួកប្រើអាគុយបាទជាការប៉ັດប្រភេទតូចៗដូចគ្នាឬក៏អាចថាប្រភេទធំមកល្មមក៏ចាញ់ពពុះប្រើថ្មដែរដោយសារអីបងប្អូនណាបាទពពុះប្រើថ្មវាប្រើភ្លើង24វ៉ុលអញ្ចឹងកម្រិតភ្លើងដែលវាចេញគឺខ្លាំងបាទគឺខ្លាំងហើយចាប់ត្រីក្រឹបតែម្ដងបាទបងប្អូនណាបាទក៏គុណវិបត្តិរបស់វាគឺវាឆាប់អស់ថ្មបាទចំណែកខ្លាំងគឺខ្លាំងយកតែមែនតែនបាទ2គ្រាប់4គ្រាប់ឬក៏6គ្រាប់ទេក៏ប៉ុន្តែវាប្រើវ៉ុលខ្ពស់បាទប្រើវ៉ុលខ្ពស់24វ៉ុលបាទអញ្ចឹងពុកម៉ែបងប្អូនកុំបាច់ឆ្ងល់អីបាទខ្លាំងជាង100%ណាសម្រាប់ប្រភេទប្រើថ្មនិងប្រើអគុយវាជាលក្ខណៈប្រភេទផ្ដំប្រសងគ្នាបាទមានន័យថាម៉េចមានន័យថា6គ្រាប់ថ្មឬក៏2គ្រាប់ថ្មវាខ្លាំងជាង10គ្រាប់អគុយឬក៏8គ្រាប់អគុយអញ្ចឹងបងប្អូនណាបាទខ្លាំងជាងដោយសារអីពុកម៉ែបងប្អូនត្រូវចាំថាពេលណាខាងក្រោយវល់ខ្ពស់ខាងមុខក៏វល់ខ្ពស់ដែរហើយតែវល់ខ្ពស់វាងាប់ហើយត្រីងាប់ហើយហើយនេះគឺខ្ញុំជួសជុលរួចហើយបាទរួចហើយគ្រាន់ថាប្រភេទដុំនេះអត់មានអតិចទេវាក្តៅសតបាទឃើញទេនេះខ្ញុំបាត់វ៉ូលីមអស់បងប្អូនណាបាទបាត់វ៉ូលីមអស់អញ្ចឹងវាភ្លឺគូសមដែរបាទបើសិនជាបើកវ៉ូលីមគឺអេមដែរបងប្អូនណាបើកវ៉ូលីមសាក់មើលបាទថ្មវារកអស់ភ្លើងបាទវាចាយទេបងប្អូនណាបាទថ្មវារកអស់ភ្លើងវាធ្លាក់កណ្ដៅដែរហើយបាទអញ្ចឹងពុកម៉ែបងប្អូនអត់បាច់ឆ្ងល់ទេថាហេតុអីបានថ្មមើលទៅវារៀងខ្លាំងជាងអគុយគឺប្រើ24វ៉ុលចំណែកអគុយគឺប្រើតែ12វ៉ុលទេអញ្ចឹងការចាប់ត្រីវាបាទអេមជាងប្រើអគុយណាបងប្អូនបាទហើយសម្រាប់ពុកម៉ែបងប្អូនមានដុំនេះអីខូចអីនេះដុំប្រឆាំនេះបាទរកជាងបានអាចមកឃើញខ្ញុំបាទទៅតាម Telegram 09គាត់267608 09681991បាទលេខទាំងពីរខ្សែក៏រត់តាម Telegram ហើយដុំនេះជាដើមគឺញ៉ាំមកពីពេញវិញបាទដោយម្ចាស់គាត់ទិញពីខាងនោះតាមមើលហើយដល់ពេលខូចគាត់យកទៅជួសជុលបាទគឺជួសជុលអត់កើតក៏ផ្ញើមកឲ្យខ្ញុំឥឡូវខ្ញុំជួសជុលរួចហើយបងប្អូនបាទជួសជុលរួចហើយទីទូទៅពពួកនេះខូចគឺសឹងថាជួសជុលបានឆាប់តែ 100% បាទយើងថា97 98% បាទកម្រដែលថាជួសជុលបានបាទអញ្ចឹងអរគុណជំរាបលា